សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាលិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បានប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gaucher នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាឯកឧត្តមប្រាក់សុខុនអបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិទើបរាយការណ៍មកថានៅថ្ងៃច័ន្ទទី16ខែមិថុនាឆ្នាំ2025វេលាម៉ោង 11:30 នាទីព្រឹកនៅទីក្រុងឡាអេត្រូវនឹងម៉ោង 4:30 នាទីល្ងាចនៅរាជធានីភ្នំពេញលិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ត្រូវបានលោកជំទាវស្រេងធីតាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gaucher នៅតុលាការយុត្តិធម៌អន្តរជាតិ ICJបើតាមការបង្ហោះផ្សាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានគូបញ្ជាក់ថាកម្ពុជាមិនដកថយទេពាក់ព័ន្ធនឹងការស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការបដិញ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ